អ្នកដែលមានបំណងចង់ជួបមិនបានជួបអ្នកដែលថាខ្លួនមិនទាន់មានសមត្ថភាពអាចជួបបានបែរជាត្រូវជួបសូមស្វាគមន៍ប្រិមិត្តមកកាន់ Channel វាសនាគុណខ្មែរថ្ងៃនេះដែរ Channel យើងខ្ញុំសូមនាំប្រិមិត្តមកតាមដានស្ដាប់នៅសាច់រឿងថ្មីជាបន្តទៀតពាក់ព័ន្ធជាមួយនឹងវិស័យកីឡាប្រដាល់គុណខ្មែរសម្រាប់អត្ថបទនៅពេលនេះខ្ញុំបាទសូមធ្វើការជម្រាបជូនប្រិមិត្តនៅសាច់រឿងពាក់ព័ន្ធជាមួយនឹងការប៉ះគ្នារវាងកីឡាករឌីមសារ៉ុមជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បាទបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរប្រហែលជាបានទទួលជ្រាបរួចមកហើយតកតងជាមួយនឹងការរៀបចំការផ្គូផ្គងឲ្យប៉ះគ្នារវាងកីឡាករឌីមសារ៉ុមជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់តកតងជាមួយនឹងបទពិសោធន៍ក៏ដូចជាការប្រកួតបាទលទ្ធផលយ៉ាងណាយ៉ាងណីយើងក៏មិនទាន់ដឹងដែរសម្រាប់លទ្ធផលនៃការប្រកួតរវាងកីឡាករឌីមសារ៉ុមជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់តែអ្វីដែលដឹងគឺថាប្រវត្តិប្រកួតកន្លងមកសម្រាប់កីឡាករឌីមសារ៉ុមគាត់ធ្លាប់ប្រកួត25ដងហើយកីឡាករប៉ែនកគាត់ធ្លាប់ប្រកួត25ដងដូចគ្នាបាទក្នុងនោះកីឡាករឌីមសារ៉ុមគាត់ឈ្នះ23ស្មើ1ចាញ់1បាទចឹងកីឡាករប៉ែនកគេប្រកួត25ដងដល់ឈ្នះ25ដងស្មើ0ចាញ់0បាទចឹងលទ្ធផលនៃការប្រកួតយើងបានដឹងហើយបាទកំណត់ត្រានៃការប្រកួតរវាងកីឡាករទាំងពីរចឹងឌីមសារ៉ុមក៏មិនអន់ដែរបាទបើទោះបីជាមហាម៉ាត់គាត់មិនដែលចាញ់គាត់មិនដែលស្មើប៉ុន្តែកីឡាករឌីមសារ៉ុមក៏មិនអន់ដែរ25ស្មើចេះបងប្អូនបាទហើយឈ្នះ23ចាញ់1ស្មើ1បាទអញ្ចឹងចាញ់តែមួយទេបាទសម្រាប់កីឡាករឌីមសារ៉ុមបងប្អូនបាទហើយឥឡូវនេះបាទឃើញថាមានការរៀបចំឲ្យប៉ះគ្នាហើយការប៉ះគ្នានេះគឺនៅថ្ងៃអុំទូកបងប្អូនបាទនៅថ្ងៃអុំទូកសៃវៀនបាទ Extreme Cambodia បងប្អូនបាទសៃវៀនហងមាសបាទដែលអ្នករៀបចំការប៉ះគ្នារវាងកីឡាករឌីមសារ៉ុមជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់ហើយបងប្អូនយល់យ៉ាងណាដែរបាទតកតងជាមួយនឹងការរៀបចំនេះព្រោះអីដំបូងឡើយគឺកីឡាករឌីមសារ៉ុមគាត់ធ្លាប់បានលើកឡើងដែរគាត់ថាសមត្ថភាពគាត់ពេលនេះមិនទាន់អាចប៉ះជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បានទេខណៈដែលគាត់ធ្លាប់ឈ្នះទាំងកីឡាករផានសង្ហៈបាទទោះបីជាគាត់អាចឈ្នះផានសង្ហៈក៏ពិតមែនប៉ុន្តែគាត់គិតថាសមត្ថភាពគាត់មិនទាន់អាចប៉ះជាមួយនឹងប៉ែនកមហាម៉ាត់បានទេឥឡូវនេះអ្នករៀបចំកម្មវិធីបានធ្វើការចុះកិច្ចព្រមព្រៀងកិច្ចសន្យាបាទលាយលក្ខណ៍អក្សរជាមួយនឹងកីឡាករឌីមសារ៉ុមនិងកីឡាករប៉ែនកមហាម៉ាត់រួចរាល់ហើយបាទរួចរាល់ហើយដូច្នេះនៅចាំតែថ្ងៃប្រកួតទេបងប្អូនបាទនៅចាំតែថ្ងៃប្រកួតទេហើយថ្ងៃប្រកួតយើងមិនដឹងថាថ្ងៃទី1ទី2ទី3បាទថ្ងៃអុំទូកបងប្អូនបាទថ្ងៃអុំទូកទី1ថ្ងៃអុំទូកទី2ថ្ងៃអុំទូកទី3បាទមានមួយថ្ងៃដែលកីឡាករទាំងពីរនេះប៉ះគ្នាតែយើងអត់ទាន់ដឹងថាគេរៀបមិនទេបងប្អូនបាទចាំច្បាស់ការចាំខ្ញុំជម្រាបជូនតាមក្រោយទៀតតកតងជាមួយនឹងការបរិច្ឆេទច្បាស់លាស់នៃការប្រកួតប៉ុន្តែអ្វីដែលសំខាន់ខ្ញុំជឿថាទាំងបងប្អូនប្រិមិត្តក៏ដូចជាអ្នកគ្រប់គ្រងកីឡាករមហាម៉ាត់និងឌីមសារ៉ុមអ្វីដែលចង់បានគឺចង់បានការប្រកួតរបស់អ្នកទាំងពីរបាទថ្ងៃណាថ្ងៃបងប្អូនបាទថ្ងៃណាថ្ងៃឲ្យតែបានជួបគ្នាពិតប្រាកដមែនឥឡូវនេះជួបហើយបងប្អូនបាទជួបហើយអញ្ចឹងយើងចាំអត់ទាំងអស់គ្នាបងប្អូនបាទអញ្ចឹងប៉ែនកគេមិនដែលចាញ់ទេបងប្អូនណាបាទហើយឌីមសារ៉ុមគេធ្លាប់ចាញ់ម្ដងស្មើម្ដងអញ្ចឹងប៉ែនកមហាម៉ាត់គេអត់ដែលចាញ់ទេប្រកួត25ដងឈ្នះសិតតែកីឡាករលំដាប់ស្រុកខ្មែរតែម្ដងបងប្អូនមករយៈចុងក្រោយនេះបងប្អូនឃើញហើយបាទកីឡាករឡៅសៃណេតកីឡាករផានសង្ហៈកីឡាករឡុងពិសិដ្ឋកីឡាករអេលីតរស្មីគុណខ្មែរបាទរស្មីគុណខ្មែរបាទហើយមានកីឡាករជាច្រើនរូបទៀតដែលរងការបរាជ័យជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បាទអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា